បាទគោរពជំរាបសួរពុកម៉ែបងប្អូនវិលមកសារជាថ្មីពាក់ព័ន្ធជាមួយការចាំមនស្រែថ្ងៃនេះមានបច្ចេកទេសថ្មីចែកជូនពុកម៉ែបងប្អូនយើងពាក់ព័ន្ធជាមួយការចាំមនស្រែណាអញ្ចឹងថ្ងៃនេះអាយុកូនមននេះមិនតាន់បាន20ថ្ងៃទេបងប្អូនណាអញ្ចឹងអាយុ10ថ្ងៃជាងដើម្បីឲ្យបងប្អូនយល់បច្ចេកទេសថ្មីថ្ងៃនេះគឺការកាត់ចំពុះណាគឺការកាត់ចំពុះមន់ហើយបើសិនជាអត់សូវច្បាស់ក៏សូមអធិស្ឋានបងប្អូនផងដោយសារតែខ្ញុំអត់មានកាមេរ៉ាមែនសម្រាប់កាន់ថតឲ្យទេគឺខ្ញុំថតទេខ្លួនឯងថតកាមេរ៉ាមុខវាអត់សូវច្បាស់យ៉ាងណានេះបង្ហាញបងប្អូនពីចំពុះមន់ហើយខ្ញុំនឹងកាត់ឲ្យបងប្អូនមើលអញ្ចឹងបងប្អូនយើងចិញ្ចឹម10នាក់ជួបប្រទេសទាំង10នាក់ចំពោះការមន់ចឹកគ្នាណាមន់ចឹកគ្នាស៊ីរោមចឹកគ្នាធ្លាយដាច់ស្បែកដាច់អឡស្បែកចេញឈាមអីជាដើមធម្មតាទៅវាឃើញឈាមវាចឹកកាន់តែច្រើនណាអញ្ចឹងធ្វើឲ្យចឹកទៅងាប់តែម្ដងណាអញ្ចឹងវិធីសាស្ត្រក្នុងការកាត់គឺបងប្អូនកាត់នេះចំពោះខាងលើបងប្អូនឃើញចំពោះខាងលើចេញចុងស្រួចជាងគេអញ្ចឹងគឺយើងកាត់ខាងលើនឹងចេញហើយការកាត់ដូចប្រៀបឲ្យដូចជាយើងកាត់កញ្ចក់ដៃណាកាត់តែកន្លែងដែលមានចុងចំពុះរឹងមុតស្រួចទេកុំកាត់ទៅជ្រៅពេកធ្វើឲ្យដល់ចំពុះខ្ចីសាច់ខ្ចីធ្វើឲ្យឈាមធ្វើឲ្យមន់ឈឺងាប់អញ្ចឹងវិធីសាស្ត្រគឺយើងកាត់ចុងចំពុះខាងលើខាងក្រោមអត់កាត់ទេបញ្ជាក់ជូនបងប្អូនណាចំពុះខាងក្រោមគឺយើងអត់កាត់ទេណាអញ្ចឹងបែកយកជោគមកព្រឹកហ្នឹងគឺមិនព្រឹកទេបងប្អូនណាមកកន្លះម៉ោងណាមុនហ្នឹងគឺកន្លះម៉ោងគឺខ្ញុំធ្វើការកាត់ចំពុះមន់ហ្នឹងបាន150ក្បាលនៅ50ក្បាលទៀតដែលខ្ញុំត្រូវកាត់ហើយខ្ញុំឆ្លៀតថតវីដេអូនេះបង្ហាញជូនបច្ចេកទេសទៅកាន់ពុកម៉ែបងប្អូនណាអញ្ចឹងបងប្អូនមើលពុះខាងលើគឺស្រួចហើយមានសភាពរឹងដែលធ្វើឲ្យមន់ងាយស្រួលក្នុងការចឹកគ្នាហើយតាមពិតបើយើងចិញ្ចឹមបលែងចោលតាមវាលតាមកាលហើយបរិមាណមន់តិចវាអត់ចឹកគ្នាទេណាប៉ុន្តែដោយសារយើងចិញ្ចឹមធ្វើជាអាជីវកម្ម100ក្បាល200ក្បាល300ក្បាលទៅ500ក្បាលឬក៏1000ក្បាលអញ្ចឹងគឺយើងត្រូវតែកាត់ពុះចោលណាអញ្ចឹងកាត់ដើម្បីកុំឲ្យវាចឹកគ្នាបន្តទៀតណាអញ្ចឹងបងប្អូនកាត់ឲ្យមន់លែងចឹកគ្នាកើតហើយដោយសារវាលែងមានអាវុធមុតស្រួចហ្នឹងហើយណាអញ្ចឹងបច្ចេកទេសនេះមិនមែនយើងចេះដោយខ្លួនឯងទេគឺជាបច្ចេកទេសពីប្រទេសវៀតណាមមកណាបងប្អូនណាអញ្ចឹងយើងរៀនសូត្រពីគេយើងត្រូវតែធ្វើជាទឹកកន្លះកែវកុំធ្វើទឹកពេញកែវកាលណាយើងចិញ្ចឹមឬក៏សិក្សាអីមួយយើងធ្វើជាអ្នកចេះទាំងអស់គឺយើងអត់អាចរៀនសូត្រពីគេបានទេអញ្ចឹងយើងបន្តល្ងងខ្លៅអត់ចេះបន្តទេអញ្ចឹងត្រឡប់មកប្រធានបទយើងវិញថ្ងៃនេះការកាត់ចំពុះមន់ចេញដើម្បីកុំឲ្យកូនមន់ចឹកគ្នាណាខ្ញុំរវល់អញ្ចឹងលើសថ្ងៃចំនួនប្រហែលថ្ងៃខ្ញុំអត់មានពេលកាត់អញ្ចឹងមន់ចឹកគ្នាងាប់អស់2ទៀតបងប្អូនណាអញ្ចឹងខាត់បងមន់2ណាអញ្ចឹងតិចទៀតខ្ញុំកាត់ជូនបងប្អូនដើម្បីកុំឲ្យបងប្អូនយើងកាត់ទៅខុសអញ្ចឹងយើងមើលទាំងអស់គ្នាការកាត់ចំពុះមន់គឺយើងកាត់តែខាងលើទេបងប្អូនណានេះចំពុះខាងលើណាអញ្ចឹងខាងក្រោមគឺយើងអត់កាត់ទេណាបងប្អូនណាច្រើនពេកពិបាកកាន់បងប្អូនណាឥឡូវខ្ញុំកាត់តែ2ជូនណាបងប្អូនណាកាត់តែ2ជូនណាដើម្បីឲ្យងាយស្រួលបងប្អូនយើងមើលឃើញណាអញ្ចឹងនេះគឺជាចុងចំពុះខាងលើទៀតបងប្អូននេះគឺជាចុងចំពុះខាងលើណាបងប្អូនណាអញ្ចឹងយើងកាត់ខាងលើអញ្ចឹងមកអញ្ចឹងចំពុះដែលមុតស្រួចហ្នឹងវាលែងមុតលែងស្រួចហើយអញ្ចឹងវាលែងមានអាវុធសម្រាប់ចឹកគ្នាឲ្យឈឺឲ្យឈាមទៀតហើយបងប្អូនណាអញ្ចឹងកាត់ឲ្យយើងបោះចោលទៅបោះទៅម្ខាងទៅកុំឲ្យច្រឡំគ្នាអញ្ចឹងមួយក្បាលនេះរឹតតែមុតរឹតតែស្រួចទៀតបងប្អូនឃើញទេចុងចំពុះខាងលើនេះអញ្ចឹងបងប្អូនកាត់ចុងចំពុះខាងលើនឹងចេញមកបងប្អូនឃើញទេអញ្ចឹងលែងមានចំពុះមុតស្រួចហើយអញ្ចឹងអរគុណសម្រាប់ម៉ែបងប្អូនដែលធ្លាប់តាមដានវីដេអូខ្ញុំនេះជាបច្ចេកទេសថ្មីដែលយើងសិក្សារៀនសូត្រពីប្រទេសវៀតណាមមកតែគ្រាន់ថាប្រទេសវៀតណាមគេធ្វើ
ការអុចចំពោះមន់ហ្នឹងជាមួយនឹងចង្ក្រានដាំបាយអគ្គិសនីប៉ុន្តែខ្ញុំសង្កេតមើលការអុចដោយចង្ក្រានដាំបាយអគ្គិសនីគឺត្រូវការប្រើពេលយូរណាអញ្ចឹងបើយើងចាប់កាត់លឿនណាហើយយើងកាត់តែចំពោះដែលរឹងហើយកុំឲ្យដល់ចំពោះខ្ចីសាច់ខ្ចីធ្វើឲ្យឈាមមន់ណាអញ្ចឹងអរគុណសម្រាប់ពុកម៉ែបងប្អូនដែលតាមដាន